là này là khi thấy mà chạm chết theo là bom chưa prom mà cả láiจะ sắt nơi đừng cung mà phương phái công dơ rồi mà chay nên cả sang phái công trong là bắt mà là chặt sao là bay trôi tới cả lông và to trên nó vào tới là chay riêng đó mà ô hàng lúc sau hai mà tôi có đây tập cô cả phe nước biết phe một áo thun nữa đấy mà tại nên đã thường có xe láng tới cái nóng xe biết mà xe mót đó hay là nóng ក្រុមហ៊ុនសន្តិសុខ Hemon Security Service HSS ផ្ដល់ជូននូវសេវាកម្មសន្តិសុខជំនាញនិងស្របច្បាប់នៅកម្ពុជាផ្ដល់ទំនុកចិត្តខ្ពស់បំផុតដល់អតិថិជនគ្រប់ស្ថាប័នរដ្ឋនិងឯកជនទាំងអស់នៅទូទាំងរាជធានីខេត្តព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ097 39 39 និង494បាទសូមអញ្ញាឡំអង្កាយគ្រប់នឹងជំរាបសួរប្រិយមិត្តទស្សនិកជនដែលនិយមនឹងគ្រប់គ្រងការផ្សាយចេញពីអង្គភាពបណ្ដាញសារព័ត៌មានទីនោះទៅទីគ្រប់នឹងទីរបស់បានប្រិយមិត្តគណៈពលិស្មានឹងដែរមានករណីអគិភ័យបាទឆាប់ឆេះផ្ទះរបស់បងប្អូនជាប្រមមកកន្លែងស្ថិតនៅនឹងពុំបាទពឹងហ្វាយគុំយើងប្រិយមិត្តបាទចែកនឹងកាសាងហ្វាយគុំចំរបស់បាទហើយឥឡូវនេះគណៈរថយន្តបាទបង្កើននឹងពលិភ័យហើយในស្រុកការថានគរបាលខេត្តសៀមរាបក៏បានចងម្ដងទីតាំងកន្លែងការដើម្បីមកជួយផលិតទៅជំវិញនឹងករណីអគិភ័យនេះមកដែរបាទចំពោះហេតុការណ៍នៃអគិភ័យនេះយើងមិនទាន់ដឹងថាឆាប់ឆែនេះមិនបានមកពីអ្វីឡើយទេបាទហើយគណៈវេលាថ្មម្ដងគឺម៉ោងបាទ11:57នាទីបាទតាំងពីថ្ងៃពុធដល់ទី5ខែសីហាឆ្នាំ2026បាទឥឡូវខាងកម្លាំងបាទបង្ការនឹងពលិភ័យនៃស្រុកការថានគរបាលខេត្តសៀមរាបកំពុងតែទាញយោបាទញាប់ដៃញាប់ជើងខ្លាំងមែនតើដើម្បីបាញ់ពលុតបាទករណីអគិភ័យខាងលើនេះយើងមើលទៅកណ្ដាលភ្លើងគឺឆេះបាទឆេះខ្លាំងឆេះតែស្រស់ហើយប្រិយបាទដល់ហើយឆេះតាមពីពេលណាមកហើយនេះបាទបានមកផ្លារីយោបាទកម្លាំងយោដល់បងបាទតែមើលជួយមើលផងបាទបើសិនជាស្គាល់ហើយបាទទីតាំងកន្លែងនេះជួយតាក់ទងទៅវិញចាស់ផងបាទហើយលើតាមម្ចាស់ចាស់លក់បាននៅភាសាចាស់នោះបាទចាស់នេះវាអ្នកនៅប៉ុន្តែឥឡូវមិនដឹងថាអ្នកនៅមួយក៏អត់ទេបាទអូចាស់ខ្លាំងណាស់ហើយមើលនេះបាទហើយនេះបាទឥឡូវខាងកម្លាំងការនឹងទីផ្ទៃដីស្រុកការថានគរបាលការទីនេះកំពុងតែទាញបាទទាញអាណាដើម្បីចូលទៅដល់ចាត់សោបាទដល់ចាត់សោដើម្បីចូលទៅកាក្នុងបន្តទៀតនោះគាត់ទៅឆេះរៀលនោះបាទអូហើយលោកខោហើយមកទៅព្រោះតែចំពោះការផ្ទះនេះវាផ្ទះស្មោមកស្រោបធ្វើលឿនទេបាទតែក្នុងលើខាងយើងឃើញថាបងសួររតនៈបាទធានការយ៉ាងណាអន្តរាគមន៍ទំនៀមផងធានស្វែងការតានគរបាលខេត្តជើងមុខក៏បានចុះដល់ទីតាំងកន្លែងការតែប៉ុស្ស្វ័យនឹងគុំក៏បានចុះដល់ទីតាំងកន្លែងការហៅនឹងខែបាទគង់តបាញ់បាញ់ទៅជ្រាបទៅមកចំហៀងខាងនោះបាទស្វ័យរៀលចូលផ្ទះបងប្អូនជាប្រមកន្លែងចឹងណាព្រោះបាទព្រោះផ្ទះគឹបគ្នាមកចាហើយបាទឥឡូវកាត់តោមនឹងថាយ៉ាងមកចានេះនោះបាទហើយលើថាមកចាប់ផ្ទះនេះអ្នកនោះអវ៉ាន់នៅសាចាស់នៅសាចាស់ហើយផ្ទះของគាត់នេះមានអ្នកទៅផ្សាយស្វានេះប្រហែលជាមិនមកពីសាចាស់ឡើយទេបាទហើយបងប្អូនចូលមើលក្នុងការផ្សាយនេះបើសិនជាដឹងជួយចាក់ទងទៅសាច់ញាតិបាទតាក់ទងទៅម្ចាស់ផ្ទះដើម្បីម្ចាស់ផ្ទះចុះមកដល់ទីតាំងកន្លែងការហាត់ផងដែរបាទតែមើលអណ្ដាតទៅក៏ឆេះខ្លាំងទៅក្នុងនោះបាទនេះឆេះមកអស់ហើយក្នុងក៏ឡើយមិនហេតាក់ទងសាច់តាក់ទងម្ចាស់ផ្ទះទេទៅអត់បានសោះទេទៅអត់លើកអត់ចូលអូតែចូលវាដល់ព្រៃបាទទេទៅម្ចាស់ផ្ទះនេះទេអត់ចូលទៀតបាទអូដល់អស់ហើយតាឆេះមកអស់ហើយបាទបោក្រោបឈើលើឈើខាងលើគឺឆេះមកខាងរំដងបាទសំប្រែទៅក្នុងផ្ទះនោះបាទប្រិយមិត្តបន្តលើពេលនេះហើយគឺលំដាប់ភ្លើងបន្តមិនលុបទៅឡើយទេបាទអូឥឡូវថាគឺថារគុណបាទប្រការលើព្រួយទី2របស់ខរដ្ឋខេត្តជើងរៀបចូលមកដល់ទីតាំងកន្លែងការហេតុហើយមកគ្រឿងនេះអស់ខ្លួនបាទដើម្បីក៏ពលុតថាទុកវិញនៅករណីទីផ្សេងលើនេះបាទពួកគាត់តាមមកនេះព្រោះថាក្នុងកំពុងឆេះខ្លាំងទៅមកទៅក្នុងបាទយើងឡើងតតានេះបាទលើឥឡូវនេះអត់តរលុតទេបាទអត់តរលុតទេភ្លើងកំពុងតែឆេះនៅខាងក្នុងបន្តទៀតនោះបាទហើយមុននឹងឆេះខ្លាំងឥឡូវរៀងលុតគ្រាន់ហើយបាទតែនៅខាងក្នុងបន្ទប់បាទបន្ទប់ថ្មខាងក្រោមហ្នឹងមិនដឹងថាយ៉ាងម៉េចនោះបាទផ្ទះនេះរបៀបផ្ទះឈើលើថ្មក្រោមយើងមិនដឹងថាការទូសេហ្នឹងទូសេចេញមកពី
ចំណុចបាទថ្មខាងក្រោមឬមួយកប់ទូសេបាទនៅផ្ទះឈើខាងលើបាទប្រិមត្តឡានទឹកបាញ់អស់ទឹកឥឡូវទៅយកទឹកហើយទៅជិតឡានទឹកមកបន្ថែមទៀតបាទហើយក្នុងនេះយើងឃើញថាបានឡានទឹកបាទរបស់ខាងស្នងការដ្ឋាននគរបាលខេត្តសៀមរាបក៏ចុះមកទីតាំងកន្លែងកាត់ហេតុឡានទឹករបស់កងរាជរហ័សក៏ចុះមកដល់ទីតាំងកន្លែងខ្លះផងដែរបាទបណ្ដាភ្លើងតនលត់ទៅនោះបាទអូនៅខាងក្នុងនោះបាទផ្ទះថ្មក្រោមនោះឆេះខ្លាំងបាទឆេះនៅក្រោមទៀតបាទដំបងឆេះនៅខាងលើបាទឆេះខាងលើឥឡូវឆេះខាងក្រោមនោះទៀតបាទមិនដឹងថាម្ចាស់ផ្ទះនៅឯណានៅណីទេប្រិមត្តនេះបាទប្រិមត្តសូមបញ្ជាក់ទីតាំងករណីអគ្គិភ័យនេះម្ដងទៀតបាទស្ថិតនៅតាមបណ្ដោយផ្លូវលូយើងបាទជាប់នឹងកន្លះសាងស្វ័យគុំបាទផ្លូវលូយើងតែម្ដងបាទបងប្អូនដែលបានចូលមើលក្នុងការផ្សាយនេះកុំភ្លេចជួយ share ម្នាក់មួយផងបាទដើម្បីឲ្យម្ចាស់ផ្ទះក៏បានឃើញណាប្រិមត្តបាទម្ចាស់ផ្ទះអត់តដឹងទៀតដឹងតែបងមួយនោះគេឲ្យគាត់ជួយមើលនោះបងអាវការអូបងអាវការនោះគាត់តែជួយមើលផ្ទះហ្នឹងហ៎អូកងធំម្ចាស់ផ្ទះតែបានប្រាប់ឯងបងណាបានប្រាប់ឯងអូចុះម្ចាស់ផ្ទះមិននៅសៀមរាបចឹងទេអត់ទេនៅកំពង់ធំម្ចាស់ផ្ទះនៅកំពង់ធំចុះផ្ទះនេះរបៀបមិនតែផ្ទះទុកចោលទេអូផ្ទះនេះជួលឲ្យគេផ្ទះនេះទុកចោលផ្ទះណាជួលឲ្យគេផ្ទះតែកំពង់ឆេះហ្នឹងអូផ្ទះនេះជួលឲ្យគេអានេះទុកចោលអូតែបងគាត់ថាផ្ទះចាស់ហើយតែអត់មានតន់ទេប្រាប់ម្ចាស់ទេបាច់អត់មួយអូបាទចាំម្ចាស់ផ្ទះយើងមិនអ្នកសៀមរាបទេនៅកំពង់ធំហើយមានអ្នកដែលជួយមើលផ្ទះឲ្យបាទដាក់ភ្លើងនៅក្នុងកំប៉ុងតែបាទមកហ្នឹងបាញ់លុតយើងថាលុតហើយដល់ពេលខ្យល់មកវូមកបាទបកាត់ភ្លើងឆេះឡើងវិញទៀតបាទចេះផ្ទះនៅកំពង់ធំហើយផ្ទះនេះបាទឲ្យគេមើលឲ្យទៀតបាទអត់តន់ប្រាប់ទៅកាន់ម្ចាស់ផ្ទះទេខ្លាចម្ចាស់ផ្ទះភ័យតក់ស្លុតអីណាបាទនេះយប់ដែរហើយបាទនេះម៉ោង 12 បាទ 30 នាទីហើយឆេះខ្ទង់1ម៉ោងហើយបាទអត់តរលត់ទេឡានទឹកមកអស់ហើយពីស្នងការបាទឡានទឹករបស់កងរាជរដ្ឋាភិបាលក៏ចុះមកដល់ទីតាំងកន្លែងខ្លះដើម្បីមកបាញ់ពលុតជុំវិញនឹងករណីអគ្គិភ័យខាងលើនេះផងដែរបាទសារព័ត៌មាន T News ផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈប្លែកលឿនច្បាស់ទុកចិត្តបានទាំងព័ត៌មានជាតិព័ត៌មានសន្តិសុខសង្គមនិងព្រឹត្តិការណ៍សំខាន់ជុំវិញពិភពលោកសូមប្រិយមិត្តជួយចុច Follow Page សារព័ត៌មាន T News ដើម្បីទទួលបាននូវព័ត៌មានថ្មីៗទាន់ហេតុការណ៍ប្រចាំថ្ងៃដែលកើតមាននៅក្នុងមូលដ្ឋាន